បន្តរក្សាស្ថិរភាពនយោបាយសន្តិសុខសម្រាប់ផ្នែកសង្គមដែលក្រុមនោះយកចិត្តទុកដាក់ទៅលើការបន្តបោះសម្អាតក្រុមឆបោកតាមបច្ចេកវិទ្យាដែលកំពុងមកសម្មខ្លួនធ្វើសកម្មភាពក្នុងរាជធានីភ្នំពេញចំណុចនេះខ្ញុំសូមបញ្ជាក់ហើយធ្វើការបោះស្រាយទៅលើបញ្ហានេះឲ្យបានច្បាស់សម្រាប់យើងចេញដំណើរទាំងអស់គ្នាក្នុងស្មារតីឯកភាពប្រទេសយើងត្រូវបំបានបំភ្លេចបំផ្លាញមុខមាត់កិត្តិយសសេចក្តីថ្លៃថ្នូរដោយក្រុមអនឡាញគេថាពួកឆោបោកនិយាយទៅអនឡាញវាគ្របដណ្ដប់តាំងពីអាប៉ណាំងឆ្កែក៏អនឡាញក្មេងៗរាល់ថ្ងៃក៏លេងអនឡាញដែរប៉ុន្តែនេះយើងសំដៅទៅពួកក្រុមឆោបោកតាមបច្ចេកវិទ្យាប្រទេសរបស់យើងត្រូវបានបំផ្លិចបំផ្លាញដោយក្រុមនេះហើយក្រុមនេះក៏អាចคล้ายទៅជាក្រុមដែលនឹងគម្រាមកំហែងប្រទេសជាតិរបស់យើងទៅអនាគតវាជាភពសំណាងហើយដែលពលរដ្ឋរបស់យើងមិនតាន់បានគេបង្ហាត់ឲ្យទៅជាអ្នកចេះឆោបោកតាមបច្ចេកវិទ្យាយើងទប់ស្កាត់តាន់ពេលវេលាថ្ងៃក្រោយប្រទេសជាតិរបស់យើងនឹងត្រូវរងគ្រោះដោយសារក្រុមនេះជាប្រភេទជាក្រុមម៉ាហ្វយ៉ាជាក្រុមម៉ាហ្វយ៉ាដែលថ្ងៃក្រោយសូម្បីតែប្រជាជនយើងមេដឹកនាំរបស់យើងវាចង់សម្លាប់វាសម្លាប់ពោះវាចូលមកនៅក្នុងនឹងដែរក្នុងនឹងតើឥឡូវចំណោទដែលយើងត្រូវចោទសួរតើអ្នកដែលចូលមកក្នុងប្រទេសរបស់យើងអត់មានលិខិតឆ្លងដែននេះវាមកតាមបណ្ណាពិតប្រាកដបញ្ហានេះត្រូវតែជាសំណួរដែលត្រូវមានចម្លើយកម្ពុជាមិនមានជើងចោះហោះជាប់ពីប្រទេសក្រៅពីចម្ងាយឆ្ងាយទេយើងគឺជាជនរងគ្រោះពិតប្រាកដដាក់ចេញជាសំណួរហើយត្រូវរកចម្លើយឲ្យឃើញថាតើគេចូលមកក្នុងប្រទេសយើងដោយគ្មានលិខិតស្នាមចូលតាមប្រទេសណាมันអាចចូលមកតាមពោធិ៍ចតុងឬចូលតាមអាកាសយានដ្ឋានថ្មីបរតនជូឬក៏អាកាសយាននៅខេត្តសៀមរាបឬអាកាសយានដ្ឋាននៅខេត្តប្រសិទ្ធនុនេះតើគេចូលមកប្រទេសយើងតាមប្រទេសណាឥឡូវអ្នកទាំងហ្នឹងមិនតន់ចាក់ចេញពីកម្ពុជាទេសួរចម្លើយឲ្យច្បាស់ព្រោះមានប្រទេសខ្លះមានអ្នកខ្លះព្យាយាមដាក់កំហុសមកលើយើងក្នុងពេលដែលអ្នកទាំងនោះបានចូលមកប្រទេសយើងតាមប្រទេសរបស់គេខ្ញុំបានស្នើសុំអគ្គរដ្ឋទូតកូរ៉េខាងត្បូងតែមកជូនសារតាំងតែមកជួបជាមួយខ្ញុំថាដោយសារតែអ្នកដែលសម្លាប់និស្សិតកូរ៉េនេះត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃខ្ញុំបានស្នើសុំចំពោះអគ្គរដ្ឋទូតកូរ៉េខាងត្បូងថាសូមចែករំលែកព័ត៌មានតើហេតុអ្វីបានជាគេជ្រើសរើសកម្ពុជាធ្វើជាកន្លែងសម្រាប់និស្សិតកូរ៉េក្នុងពេលដែលមេខ្លោងរបស់គេ
គេនៅឯទីក្រុងនៅឯប្រទេសថៃតែនេះជាអ្វីពិតប្រាកដតែនេះជាអ្វីពិតប្រាកដអញ្ចឹងខ្ញុំសូមផ្ដល់ជាអនុសាសន៍ឲ្យនាយករដ្ឋមន្ត្រីឲ្យរដ្ឋមន្ត្រីមហាផ្ទៃធ្វើការឲ្យម៉ត់ចត់ជាមួយនឹងខាងអន្តោប្រវេសន៍សួរចម្លើយអ្នកដែលយើងចាប់ឲ្យអត់មានប៉ាសពតអត់មានលិខិតឆ្លងដែនអ្នកឯងចូលកម្ពុជាតាមចរណាដើម្បីយើងបង្ហាញពិភពលោកឲ្យដឹងថាប្រទេសណាដែលឆ្លងកាត់ច្រើនជាងគេសូមអ្នកជិតខាងរបស់យើងរាប់ទាំងថៃរាប់ទាំងវៀតណាមរាប់ទាំងឡាវហើយខ្ញុំមិនជឿថាមកតាមវៀតណាមទេព្រោះវៀតណាមគាត់គ្រប់គ្រងច្បាស់លាស់ណាស់អាចមានខ្លះជាពលរដ្ឋរបស់គាត់ដែលយើងចាប់បញ្ជូនទៅឲ្យពួកគាត់ឲ្យគាត់រួចហើយគាត់ក៏សហការល្អប៉ុន្តែអ្នកផ្សេងទៀតដែលអត់មានប៉ាសពតចូលមកដែលអត់មានទឹកតកាអត់ចូលតាមច្រកដែលមានគេហៅថាការវាយអាដែងលិខិតស្នាមចេញចូលអ្នកទាំងហ្នឹងមកពីតាមណានៅក្នុងគេអត់តន់យកត្រឡប់មកវិញផងទៅវិញផងខ្លះមកពីអាហ្វ្រិកខ្លះមកពីប្រទេសឆ្ងាយដែលមិនមានព្រំដែនជាប់ជាមួយយើងទេអញ្ចឹងយើងសួរគេទៅដើម្បីយើងមានទិន្នន័យជាក់លាក់មួយព្រោះរឿងនេះមិនមែនជារឿងកម្ពុជាដាច់ដោយឡែកទេវាជារឿងសកលដែលខ្ញុំតែងនិយាយថាបើសិនជាគ្មានពលរដ្ឋរបស់អ្នកឯងគួរតែត្រូវមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងក្នុងការអប់រំពលរដ្ឋរបស់ខ្លួនកុំឲ្យលេងល្បែងតែពលរដ្ឋរបស់អ្នកឯងលេងល្បែងបានជាវាចាប់ផ្ដើមមានអាការឆោបោកទៅនោះហើយខ្លះឆោបោកតាមរបៀបស្នេហាស្នេហាគ្នាតាមអនឡាញទៅរួចដែរឬវិនិយោគតាមអនឡាញអញ្ចឹងតើប្រទេសនេះអាចនឹងទទួលខុសត្រូវអប់រំពលរដ្ឋខ្លួនកុំឲ្យលេងល្បែងទៅបានទេជន់កម្ពុជាពលិចតែកម្ពុជាកំពុងរើបំរាស់ហើយនឹងទៅរើបំរាស់ហើយធ្វើឲ្យណែមើលឲ្យបានកម្ពុជាធ្លាប់ត្រូវគេប្រមាថថាជាប្រទេសដែលមានសង្គ្រាមអត់ចេះចប់តែកម្ពុជាបានคล้ายទៅជាប្រទេសដែលមានសន្តិភាពពេញលេញប្រទេសខ្លះនៅមានក្រុមចង់ប្របែកខ្លួននៅក្នុងតំបន់របស់យើងនៅលើពិភពលោកប៉ុន្តែកម្ពុជាអត់មានតំបន់អភិគមនិងចំនួនប្រដាប់អាវុធគ្នាឯងទេកម្ពុជានឹងធ្វើសារជាថ្មីម្ដងទៀតឲ្យពិភពលោកបានស្គាល់តែកម្ពុជាបានបំផ្លាញអនឡាញហើយប្រទេសតែឯងមានយ៉ាងណារឿងរបស់ឯងទៅចោះអញ្ចឹងត្រូវជាចំណោទដែលត្រូវចោទសួរអ្នកដែលចូលមកប្រទេសយើងខ្ញុំមានការភ្ញាក់ផ្អើលណាស់ក្នុងឋានៈជាអ្នកគ្រប់គ្រងរដ្ឋាភិបាលមុនរដ្ឋាភិបាលមុនហើយបន្តនៅក្នុងក្របខ័ណ្ឌជាប្រធានគណៈបកកណ្ដាលអំណាចនៅពេលដែលថាមានរាប់សិបម៉ឺននាក់នៅក្នុងស្រុកខ្មែរអញ្ចឹងទេចំណុចនេះគឺជាចំណុចដែលយើងត្រូវរកឃើញថាក្រុមនេះចូលមកស្រុកយើងតាមរបៀបណាបានជាមរលស្រុកយើងខ្ញុំសូមកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលបានយកការទទួលខុសត្រូវក្នុងការវាយប្រក្រាបអនឡាញស្កាត់គេឆោបោកបច្ចេកវិទ្យាតែ
អ្វីដែលយើងកំពុងឃើញហើយខ្ញុំក៏សូមស្វាគមន៍ជាមួយនឹងការដកចោលមន្ត្រីមួយចំនួនហើយខ្ញុំសូមប្រល់ជាអនុសាសន៍ការប្រក្រាបការឆបោកត្រូវដើរទន្ទឹមនឹងការប្រក្រាបមន្ត្រីពាក់ព័ន្ធនិងដកចោលមន្ត្រីដែលធ្វើការនេះអ្នកមិនអាចទទួលជោគជ័យបានទេបើអ្នកត្រឹមតែទៅវាយពួកអនឡាញពួក scam នោះមិនដើរទន្ទឹមជាមួយនឹងអ្នកជាប់ពាក់ព័ន្ធនិងអ្នកដែលមិនចង់ធ្វើនាយករដ្ឋមន្ត្រីទៅចាំឲ្យច្បាស់អាកន្លែងនោះទៅចាំឲ្យច្បាស់ហើយកន្លងទៅបានដកមន្ត្រីមួយចំនួនហើយប៉ុន្តែខ្ញុំសូមផ្ដល់ជាមតិពីរកម្រិតទី1អ្នកដែលចូលពាក់ព័ន្ធជាប់ពាក់ព័ន្ធមិនមែនត្រឹមតែដកតំណែងទេត្រូវចោទប្រកាន់ចំពោះមុខតុលាការទៀតព្រោះបើត្រឹមតែដកតំណែងវាថាធ្វើអីអញលុយអញសល់កន្លះលានដុល្លារ1លានដុល្លារអញចាយមួយឆ្អែតអញ្ចឹងចោទប្រកាន់ចំពោះមុខតុលាការដែលតុលាការចេញដីកាការពារទ្រព្យសម្បត្តិមួយចំនួនបើកការស៊ើបអង្កេតបាយចេញពី scam អនឡាញរឹបអូសទ្រព្យសម្បត្តិថែមទៀតអានោះអ្នកដែលជាប់ពាក់ព័ន្ធព្រោះខ្ញុំបានទទួលដំណឹងថាមានកន្លែងខ្លះដឹកពួកក្រុមអនឡាញចូលទៅក្នុងខេត្តខ្លួនទៀតបើកដៃក្រុមនេះមិនឲ្យរួចខ្លួនទេកុំឲ្យរួចខ្លួនព្រោះជាក្រុមមហន្តរាយខ្ញុំអាចនិយាយថាក្រុមនេះជាក្រុមមហន្តរាយមន្ត្រីមហន្តរាយបង្កើតនៅមហន្តរាយសម្រាប់ប្រទេសចឹងត្រូវដាក់វាឲ្យច្បាស់ហើយមួយទៀតអានឹងត្រឹមដកចេញពីតំណែងហើយយកមកកន្លែងថ្មីបើចវាយខេត្តឬចវាយស្រុកណាមិនព្រមធ្វើមិនអើពើកុំទុកឲ្យធ្វើចវាយខេត្តទុកឲ្យធ្វើចវាយស្រុកតទៅទៀតដកចេញទៅមេPMមេប៉ូលីសមេតបតាមខេត្តស្ថិតនៅក្នុងអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីរួចស្រេចទៅហើយអញ្ចឹងទេបើសិនជាកាលខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រី15នាទីយ៉ាងយូរអនុក្រឹត្យចេញបានហើយអញ្ចឹងទេសង្ឃឹមថាលោកនាយករដ្ឋមន្ត្រីប្រើត្រឹម10នាទីអនុក្រឹត្យចេញទៅប្រកាសភ្លាមខ្វះស្អីគាត់ថាអនឡាញដែលគេមើលច្រើន Fresh News ថ្មីកម្ពុជាថ្មី Fake News អាហ្នឹងសិតតែផ្សាយតាមទូរទស្សន៍ឲ្យយើងស្ដាប់ទៀតនោះមិនប្របាស់ទៅអានទៀតសារព័ត៌មានអនឡាញមកគូចាំទូរទស្សន៍ចាំដល់ម៉ោងនៅឥឡូវទូរទស្សន៍ជិតងាប់ហើយព្រោះអាអនឡាញគឺមើលម៉ោងណាក៏ទៅបានដែរព្រោះឯងទូរទស្សន៍ចាំដល់ម៉ោងវាចាំដល់ម៉ោងបើវាផ្សាយអញ្ចឹងទេគេហៅថាបានជាគ្មានទូរទស្សន៍ណាមួយចំណេញទេសប្តាហ៍ថ្ងៃនោះដោយសារតែដំណឹងសិតតែជាដំណឹងផ្អូម
ប្រសិនបើខ្ញុំជាអ្នកគ្រប់គ្រងទូរទស្សន៍ខ្ញុំនឹងធ្វើរបៀបអនឡាញអញ្ចឹងពេលឯងមានចុះអានឹងវាធ្វើតាមតែប៉ុន្តែវាធ្វើវាមិនធ្វើធម្មតាទូរទស្សន៍វាមិនប្រចាំជាប់ហើយពេលដែលយើងទទួលបានព័ត៌មានហើយអាទូរទស្សន៍នឹងរត់អសរទៅទៅបន្ថែមទៅលើអាឡែងអនឡាញរបស់ខ្លួនមានដែរតើប៉ុន្តែខ្លួនវាមិនធ្វើសភាពការកើតឡើងពីព្រឹកម៉ោង7ម៉ោង8យើងត្រូវរងចាំម៉ោង2សម្រាប់ថ្ងៃត្រង់បានមើលទូរទស្សន៍ហើយអញ្ចឹងគេមើលអនឡាញអញ្ចឹងទូរទស្សន៍ខាតឡងចុងមកទាំងអស់ហ្នឹងឥឡូវវាល្មមខាតដែរដោយសារយើងវាល្ងងហើយត្រូវប្រើបុគ្គលិកច្រើនទៀតបុគ្គលិកច្រើនចឹងខ្ញុំសូមបញ្ជាក់ការបង្ក្រាបការឆោបោកតាមបច្ចេកវិទ្យាត្រូវដើរទន្ទឹមនឹងការបោសសម្អាតនិងបង្ក្រាបមន្ត្រីដែលជាប់ពាក់ព័ន្ធនិងដកចោលនឹងមន្ត្រីដែលមិនព្រមអនុវត្តពីកម្រិតខុសគ្នាមួយអ្នកជាប់ពាក់ព័ន្ធបញ្ជូនឲ្យតុលាការអស់លោកយើងមានយន្តការសពគ្រប់ហើយជួនកាលឆ្លងកាត់អង្គភាពប្រចាំអំពើពុករលួយមុននឹងបញ្ជូនទៅតុលាការឬមានផុសតាំងគ្រប់គ្រាន់បញ្ជូនទៅតុលាការដកសាកដកអីហើយបញ្ជូនទៅតុលាការកាត់កុំឲ្យថាអើយហើយដកអញដកទៅអញសល់1លានឬ2លានដុល្លារដែរប្រពន្ធកូនអញមិនខ្វះលុយចាយទេប្រាក់ខែប៉ុណ្ណឹងអញមិនបាច់ចាប់ដកយកអាលុយទៅទៀតយកលុយនឹងទៅជួយកងទ័ពចៅហ្វាយខេត្តមេPMមេប៉ូលីសពលសមត្ថកិច្ចនគរបាលយុត្តិធម៌បើឃើញថាវាមិនព្រមធ្វើទេដាក់វាយកទៅដកវាចេញមកពិតហើយយប់មិញខ្ញុំឃើញអតីតតំណាងរាស្ត្រប្រឆាំងមួយបាននិយាយថាដកហើយទៅឡើងសាក់បានអត់អីទេតែឯងនិយាយត្រឹមត្រូវចៅហ្វាយខេត្តមណ្ឌលគិរីយកចេញពីខេត្តយកមកធ្វើរដ្ឋលេខាធិការមហាផ្ទៃគេថាឡើងសាក់ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ថាបើប្រៀបធៀបរយៈពេលមុននិងរយៈពេលនេះពេលមុនខ្ញុំនៅលំដាប់ទី4ក្នុងផ្នែកអសនៈក្រមពិធីការព្រះមហាក្សត្រជាទី1ប្រធានព្រឹទ្ធសភាជាទី2ប្រធានរដ្ឋសភាជាទី3នាយករដ្ឋមន្ត្រីទី4ពេលនេះខ្ញុំជាមនុស្សទី2នៅក្នុងព្រះរាជាណាចក្រក៏ប៉ុន្តែអំណាចពិតវានៅអាទី4នោះដែលខ្ញុំកាន់វា38ឆ្នាំរចនាសម្ព័ន្ធអំណាចវាអញ្ចឹងចៅហ្វាយខេត្តពិតមែនតែអាបាខេត្តពិតមែនតែថាមើលទៅដូចជាទៀបជាងរដ្ឋលេខាធិការមហាផ្ទៃក៏ប៉ុន្តែមហាខេត្តត្រូវចាំឲ្យច្បាស់អាបាខេត្តគឺជាតំណាងរាជរដ្ឋាភិបាលប្រចាំដែនដីអំណាចអាចបញ្ជាទាហានអំណាចអាចបញ្ជាប៉ូលីសអំណាចអាចបញ្ជាអាវុធហត្ថ
ចឹងទេសូមនិយាយឡើងវិញគ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួចនៅពេលដែលអ្នកឯងមិនព្រមធ្វើហើយឬក៏ចូលពាក់ព័ន្ធកុំថាខ្ញុំជាកូនមេដឹកនាំដែលបានតស៊ូច្រើនឆ្នាំកុំនិយាយថាខ្ញុំបានបូជាជីវិតសម្រាប់គណៈបកអស់រយៈពេលច្រើនឆ្នាំកុំនិយាយថាខ្ញុំបានបម្រើជាតិអស់រយៈពេលប្រហែលឆ្នាំអត់ទេឯងយកស្រោមរបស់មន្ត្រីរដ្ឋយកទៅប្រព្រឹត្តបទល្មើសឬយកស្រោមមន្ត្រីរដ្ឋទៅកាន់នៅទីកន្លែងមួយដែលអ្នកឯងមិនព្រមចេញបញ្ជាឬមិនចេញធ្វើសកម្មភាពខ្ញុំមានការសោកស្ដាយឆ្នាំ2019ខ្ញុំបានចុះហត្ថលេខាអនឡាញនឹងប្រជុំហើយខ្ញុំវាមិនដឹងថាអនឡាញនឹងវាស្មានតែគេប៉ុណ្ណឹងគេតតបាល់នឹងក៏អនឡាញដែរប៉ុណ្ណឹងឆ្កែជលមន់ឬក៏ស្អីអនឡាញដែរហើយវាគិតស្មានតែអានោះមានដឹងថាអនឡាញអីកើតឡើងអីណាបោកគ្នាស្នេហាគ្នាតាមអនឡាញវាទៅជាចេះទៅទៀតអញ្ចឹងបានសក្តិថាឥឡូវនេះយើងត្រូវធ្វើឲ្យម៉ត់ចត់ហើយត្រូវសហការជាមួយដៃគូជាមិត្តរបស់យើងដែលមានពលរដ្ឋខ្លួននៅក្នុងប្រទេសទៅធ្វើឲ្យម៉ត់ចត់ពេលដែលចាប់បានហើយគួរត្រូវការជូនដំណឹងទៅដៃគូរបស់យើងថាយើងចាប់បានពលរដ្ឋណែឯងឥឡូវនេះពលរដ្ឋរបស់ណែឯងអត់មានលិខិតឆ្លងដែនទេសូមឲ្យយកមកទូយកចិនបានសហការធ្វើការល្អជាមួយយើងកាលពីថ្ងៃទី20កន្លងទៅខ្ញុំបានជួបអគ្គរដ្ឋទូតចិនគាត់បានប្រាប់មកខ្ញុំថាគាត់ប្រើយន្តហោះ118ជើងដឹកក្នុងរយៈកាលកន្លងទៅនេះមិនតាន់គិតអាថ្មីនេះមិនដឹងប្រហែលទៀតទេដឹកត្រឡប់ទៅប្រទេសគាត់បានផ្ដល់នៅកិច្ចសហការចំពោះយើងហើយបញ្ហានេះត្រូវធ្វើឲ្យបានច្បាស់យើងមានករណីទាក់ទិនជាមួយនឹងបញ្ហាពីរប្រភេទពីរបែបដែលត្រូវដោះស្រាយទី1អ្នកដែលចូលមកក្នុងប្រទេសរបស់យើងដោយខុសច្បាប់ត្រូវអនុវត្តតាមវិធានដែលមានរួចមកហើយគឺការបណ្តេញចេញប៉ុន្តែប្រសិនបើគេមានបទល្មើសក្នុងប្រទេសត្រូវចាត់ការតាមផ្លូវច្បាប់ឲ្យបានតឹងរឹងករណីទី2អ្នកនោះមកនៅប្រទេសរបស់យើងបានចូលសញ្ជាតិយើងបានខិតខំកែរដ្ឋធម្មនុញ្ញវិសោធនកម្មរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យដកសញ្ជាតិដែលមុននេះបកប្រឆាំងបានគិតថាគម្រោងគោលដៅរបស់យើងគឺដកសញ្ជាតិលើពួកអ្នកប្រឆាំងយើងអត់ធ្ងន់មិនត្រឹមមិននិយាយទេគោលដៅរបស់យើងគឺគោលដៅក្រែងលោជនជាតិបរទេសខ្លះចូលសញ្ជាតិរបស់យើងហើយដែលរដ្ឋហើយដែលប្រព្រឹត្តកំហុសនៅក្នុងប្រទេសរបស់យើងមិនអាចចាប់បញ្ជូនគេត្រឡប់ទៅប្រទេសដើមវិញបាន
ដោយរដ្ឋធម្មនុញ្ញបានហាមឃាត់មិនត្រូវចាប់បញ្ជូនពលរដ្ឋកម្ពុជាឲ្យទៅបរទេសអញ្ចឹងយើងធ្វើវិស្រោធនកម្មរដ្ឋធម្មនុញ្ញសម្ដៅដកសញ្ជាតិដែលមុននេះបកប្រឆាំងថាសម្ដៅដកសញ្ជាតិរបស់ពួកប្រឆាំងមកដល់ម៉ោងនេះយើងមិនតាន់មានដកសញ្ជាតិពួកប្រឆាំងណាម្នាក់ទេពួកប្រឆាំងណាម្នាក់ទេប៉ុន្តែយើងបំរុងទុករួចស្រេចទៅហើយអំពីការដកសញ្ជាតិអ្នកជនបរទេសដែលចូលសញ្ជាតិកម្ពុជាហើយបំផ្លាញក្នុងទឹកដីកម្ពុជាពីងតន្តដកសញ្ជាតិហើយត្រូវចាំណាដកសញ្ជាតិពីប្រទេសណាសញ្ជាតិណាទៅបញ្ជូនទៅប្រទេសនោះវិញឧទាហរណ៍ជនជាតិចិនចូលសញ្ជាតិខ្មែរអញ្ចឹងបើសិនជាដកសញ្ជាតិរួចហើយតើគេជាអីគេជាចិនបើគេជាចិនបកគលឲ្យចិនទៅវាជាប់រឿងហើយកុំឲ្យរឿងសំញ៉ាំច្រើនពេកថាជនជាតិអាមេរិកគាត់ចូលសញ្ជាតិខ្មែរកាលណាចូលសញ្ជាតិខ្មែរយើងដកសញ្ជាតិខ្មែរបាត់គាត់នៅសល់សញ្ជាតិអីគាត់នៅសល់សញ្ជាតិអាមេរិកអញ្ចឹងត្រូវបកគលឲ្យអាមេរិកมันអាចដកសញ្ជាតិចិនពលរដ្ឋចិនហើយបែរជាចាប់បញ្ជូនឲ្យអាមេរិកហើយទៅដកសញ្ជាតិខ្មែរពីពលរដ្ឋអាមេរិកបញ្ជូនទៅឲ្យចិនគឺមិនអាចធ្វើចឹងទេមិនអាចធ្វើចឹងទេព្រោះអានោះវាខុសរឿងហើយវាការបង្កើតនៅបញ្ហាស្មុគស្មាញក្នុងទំនាក់ទំនងភាពជាដៃគូរវាងប្រទេសយើងជាមួយនឹងប្រទេសគេថាអ្នកដែលមានទំនាក់ទំនងជាមួយយើងមិនអាចដកសញ្ជាតិជនជាតិថៃហើយបញ្ជូនទៅឲ្យវៀតណាមឬដកសញ្ជាតិពីពលរដ្ឋវៀតណាមដែលជួលសញ្ជាតិខ្មែរបកគលទៅឲ្យថៃទេមិនអាចទេចឹងចំណុចនេះនិយាយគ្នាច្បាស់និយាយគ្នាច្បាស់វាជាការឈឺចាប់ក៏ប៉ុន្តែវាបានដាស់តឿនយើងឲ្យយើងធ្វើសកម្មភាពដើម្បីឆ្លើយតបជាមួយពួកវាឥឡូវបែកវងមកសម្ងំមួយចំនួនភ្នំពេញប៉ុន្តែវាបែកជាទៅទៅកើតនៅមណ្ឌលគិរីឥឡូវឮថារតនគិរីក៏មានដែរចវាយខេត្តមណ្ឌលរតនគិរីត្រៀមខ្លួនបើមិនធ្វើទេលោកឯងក៏នឹងអស់សះដែរខ្ញុំប្រាប់ឲ្យហើយខ្ញុំមិនដកចំនួននាយករដ្ឋមន្ត្រីទេក៏ប៉ុន្តែក្នុងឋានៈជាប្រធានគណៈបកកណ្ដាលអំណាចខ្ញុំមានសិទ្ធិនឹងនិយាយមេប៉ូលីសមេ PM នៅរតនគិរីចវាយខេត្តរតនគិរីត្រៀមខ្លួនឲ្យហើយទៅកំចាត់ឲ្យហើយទៅអ្នកណាដឹងកន្លែងអីទៅភ្នំពេញគេបានធ្វើប្រតិបត្តិការរាល់ថ្ងៃគ្រប់ខេត្តទាំងអស់ព្រោះចេះវាបែកអាសមុកធំវាប្រកេកទៅអាតូចទៅពឹងលើពាក់លើណាពឹងពាក់លើមូលដ្ឋានអញ្ចឹងសូមថ្នាក់ឃុំថ្នាក់ភូមិថ្នាក់ឃុំថ្នាក់ស្រុកនិយាយរួមគ្រប់ថ្នាក់ប្រជាពលរដ្ឋត្រូវជួយដល់រដ្ឋាភិបាលចង្អុលបង្ហាញតែកន្លែងនេះកន្លែងគេលេងវាច្បាស់ហើយប្រសិនបើរោគនោះត្រូវសហការកន្លែងខ្លះដែលប្រើអ៊ីនធឺណិតច្រើនគឺកន្លែងហ្នឹងហើយក៏ប៉ុន្តែបច្ចេកវិទ្យាបច្ចុប្បន្នខ្ញុំប្រើជាប្រចាំនៅការតភ្ជាប់
ទូរស័ព្ទរបស់ខ្ញុំជាមួយនឹងផ្កាយរណបទៅវិញទេអញ្ចឹងគេមិនអាចដឹងបានទៅទៀតនៅពេលដែលគេប្រើបច្ចេកទេសទូរស័ព្ទដែលមានភ្ជាប់ជាមួយនឹងផ្កាយរណបសម្រាប់ខ្ញុំប្រើសូម្បីមកដល់ក្នុងនោះខ្ញុំអត់ប្រើអ៊ីនធឺណិតនៅក្នុងនោះទេខ្ញុំប្រើអ៊ីនធឺណិតនៅក្នុងកប៉ៅខោរបស់ខ្ញុំដែលតភ្ជាប់ជាមួយនឹងសេវាដទៃទៀតទៅប្រទេសដទៃខ្ញុំអត់ប្រើទេប៉ុន្តែមូលដ្ឋានអាចយល់អាចដឹកឥឡូវរកនៅទីក្រុងភ្នំពេញហើយធ្វើតំណែងជាមួយដៃគូរបស់យើងមិត្តចិនគាត់បានជួយច្រើនគាត់បានយកយន្តហោះមកដឹកភ្លាមយើងចាប់ឲ្យអស់និយាយរួមចាប់ឲ្យអស់អាដែងប្រព្រឹត្តបទល្មើសខ្លះយើងកាត់ទោសក្នុងស្រុករួចហើយចាំធ្វើបច្ចុប្បន្នទៅខ្លះគឺយើងចាប់ហើយបញ្ជូនតែម្ដងប្របាករបាយឲ្យស៊ីណាស់លោកអើយហើយម្យ៉ាងទៀតវាគ្រោះថ្នាក់វាអាចឈានទៅរកការរំដោះទៀតចឹងទេត្រូវខិតខំរឿងនេះមិនមែនគ្រាន់តែជាបញ្ហាមុខមាត់ទេធ្វើឲ្យយើងបាត់បង់ធ្វើឲ្យបរទេសអ្នកវិនិយោគដែលគេត្រឹមត្រូវនោះអ្នកទេសចរដែលត្រឹមត្រូវនោះមានការភ័យខ្លាចតែយើងអាចវិលត្រឡប់ទៅរកការអនុវត្តនយោបាយឆ្នេះដែលអ្នកដទៃមិនអាចធ្វើតាមយើងបានទេខ្ញុំជឿថាយើងអាចធ្វើបានដោយកិច្ចសហការដោយការដឹកនាំរបស់រាជរដ្ឋាភិបាលនិងដោយការកិច្ចសហការរបស់ប្រជាពលរដ្ឋផលប្រយោជន៍របស់ប្រជាពលរដ្ឋនឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែអនឡាញហើយដែលវាចេញពីមន្ត្រីគប់ខិតមួយចំនួនតែយើងត្រូវតែដាក់ទណ្ឌកម្មឲ្យធ្ងន់ធ្ងរនិងដកចោលមន្ត្រីដែលអសកម្មលើបញ្ហានេះបើយើងមិនធ្វើទេគឺយើងនឹងប្រឈមមុខនឹងមហន្តរាយថ្ងៃក្រោយកូនចៅយើងចេះលេងអនឡាញថ្ងៃក្រោយកូនចៅយើងត្រូវគេបង្វឹកឲ្យធ្វើជាអ្នកឆោបបោកជាអ្នកចេះធ្វើទរណកម្មចំពោះអ្នកដទៃឥឡូវសភាពការមិនតាន់ហួសពេលទេនាយករដ្ឋមន្ត្រីបានចេញដឹកនាំផ្ទាល់ប៉ុន្តែអស់លោកពួកអ្នកសារព័ត៌មានមួយចំនួនគេវិភាគត្រឹមត្រូវគឺថាពួកនេះនៅសល់ការសង្ឃឹមចេញពីកម្ពុជាមិនរួចនៅសល់ការសង្ឃឹមដូចមិនខុសប្រមាណទេពួកសង្ឃឹមធ្វើអាកន្លែងធំបានវាទៅធ្វើអាកន្លែងតូចដោយមានការកំពតពីមន្ត្រីមូលដ្ឋានអញ្ចឹងឥឡូវយើងបានរកឃើញឲ្យរឿងអញ្ចឹងមែនបានជាប្រហែលថ្ងៃនេះអស់ប្រហែលអស់ច្បាយខេតមួយអស់មេ PM មួយមេប៉ូលីសមួយអញ្ចឹងខេតដទៃហើយច្បាយខេតថ្មីត្រូវតែច្បាស់លាស់មេ PM ថ្មីមេ PM មេប៉ូលីសថ្មីក៏ត្រូវតែច្បាស់លាស់អត់លេងសើចបានទេណា
ហើយខ្ញុំអនុញ្ញាតឲ្យទូរទស្សន៍យកទៅផ្សាយអាកន្លែងដែលខ្ញុំនិយាយពីរឿងអនឡាញយកទៅផ្សាយនោះដើម្បីជូនសារជូនប្រជាជាតិទាំងមូលនិងជូនទៅសហគមន៍អន្តរជាតិថាកម្ពុជាសេដ្ឋកិច្ចកម្ពុជាមិនបានពឹងផ្អែកលើចំណូលពីអនឡាញដោយដែលអ្នកឯងបាននិយាយទេអនឡាញកម្ពុជានៅតែមានប្រាក់ចំណូលដើម្បីនឹងដំណើរការធម្មតា